សូមគោរពជំរាបសួរនិងសួស្តីទៅកាន់អ្នកទាំងអស់គ្នាក៏ដូចជាលោកគ្រូអ្នកគ្រូដែលតាមដានទស្សនាវីដេអូមួយនេះអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងលើកពីវិធីសាស្ត្រមួយនៅក្នុងការគណនារកចំនួនសិស្សស្រីនៅក្នុងថ្នាក់របស់លោកគ្រូអ្នកគ្រូអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយើងចូលទៅកាន់វីដេអូទាំងអស់គ្នាដូច្នេះនៅក្នុងកម្មវិធី Microsoft Excel លោកគ្រូអ្នកគ្រូអាចគណនារាប់ចំនួនសិស្សស្រីបានទោះបីជាចំនួនសិស្សសរុបយើងច្រើនប៉ុណ្ណាក៏ដោយឧទាហរណ៍ថាចំនួនសិស្សសរុបរបស់លោកគ្រូអ្នកគ្រូមាន30នាក់40នាក់ឬ50នាក់ក៏ដោយក៏យើងអាចគណនារាប់ចំនួនសិស្សស្រីនៅក្នុងចំណោមសិស្សសរុបនឹងបានដែរអញ្ចឹងរូបមន្តដែលយើងត្រូវប្រើប្រាស់នោះគឺរូបមន្ត count if អញ្ចឹងនៅក្នុងកម្មវិធី Microsoft Excel មុននឹងយើងសរសេររូបមន្តគឺយើងត្រូវវាយសញ្ញាស្មើជាមុនសិនបន្ទាប់ពីយើងវាយសញ្ញាស្មើហើយលោកគ្រូអ្នកគ្រូចាប់ផ្ដើមសរសេរពាក្យ count if ពេលលោកគ្រូអ្នកគ្រូវាយទៅវានឹងលោតរូបមន្តនឹងចេញមកអញ្ចឹងលោកគ្រូអ្នកគ្រូคลิกលើវាចំនួន2ដងបន្ទាប់ពីคลิกលើវាចំនួន2ដងហើយលោកគ្រូអ្នកគ្រូយកម៉ៅទៅដាក់ទៅលើកឡោនភេទចាប់ពីសិស្សលេខរៀងទី1រហូតដល់សិស្សលេខរៀងចុងក្រោយពេលដែលដាក់បានហើយសូមលោកគ្រូអ្នកគ្រូក្បៀស1បន្ទាប់ពីក្បៀស1ហើយលោកគ្រូអ្នកគ្រូវាយសញ្ញាធ្មេញកណ្ដុរពេលលោកគ្រូអ្នកគ្រូវាយសញ្ញាធ្មេញកណ្ដុររួចហើយលោកគ្រូអ្នកគ្រូបិទវងកញ្ចក់វិញអញ្ចឹងនៅក្នុងចន្លោះសញ្ញាធ្មេញកណ្ដុរហ្នឹងលោកគ្រូអ្នកគ្រូត្រូវវាយអក្សរសព្រោះយើងចង់រាប់ចំនួនសិស្សស្រីអញ្ចឹងបើសិនជានៅក្នុងកឡោនភេទលោកគ្រូអ្នកគ្រូសរសេរអក្សរកាត់ភេទស្រីលោកគ្រូអ្នកគ្រូសរសេរអក្សរសអញ្ចឹងនៅក្នុងរូបមន្តក៏យើងសរសេរអក្សរសដែរតែបើសិនជានៅក្នុងកឡោនភេទលោកគ្រូអ្នកគ្រូសរសេរពេញសរសេរអក្សរសជើងរដាក់ស្រៈអីពេញដូច្នេះនៅក្នុងរូបមន្តក៏លោកគ្រូអ្នកគ្រូត្រូវតែសរសេរពេញដូចគ្នាទើបរូបមន្តនោះដំណើរការសម្រាប់លោកគ្រូអ្នកគ្រូដូច្នេះរូបមន្តរបស់យើងគឺយើងវាយរួចអស់ហើយយើងចុច enter ទៅដូច្នេះលោកគ្រូអ្នកគ្រូនឹងឃើញចម្លើយគឺសិស្សស្រីរបស់យើងមានចំនួន4នាក់អញ្ចឹងនៅក្នុងចំណោម6នាក់គឺមានសិស្សស្រីចំនួន4នាក់លោកគ្រូអ្នកគ្រូអាចរាប់បញ្ជាក់បានដោយសារនេះគឺចំនួនសិស្សយើងតិចទេមានតែ6នាក់យើងអាចរាប់បញ្ជាក់បានគឺឃើញសិស្សស្រីរបស់យើងគឺមានចំនួន4នាក់ពិតមែនដូច្នេះរូបមន្តរបស់យើងគឺត្រឹមត្រូវហើយយើងអាចប្រើប្រាស់សម្រាប់គណនាចំនួនសិស្សលើសពីនឹងបានទោះបីជាចំនួនសិស្សប្រហែលអ្នកក៏យើងអាចគណនារាប់បានដែរដូច្នេះវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសូមអរគុណលោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត